បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំបានទទួល drone មួយទៀតហើយបាទ DJI Mini 5 Pro បាទ drone នេះទៅចេញដែរទេបាទបងប្រុសក៏លេងធ្លាក់ខូចអីចឹងណាបាទហើយកាមេរ៉ានេះចេញធម្មតាហើយខាងក្នុងវាបែក sensor អញ្ចឹងខ្ញុំធ្វើការផ្លាស់ប្ដូរម៉ាសាហើយឥឡូវយើង check up ឡើងវិញវាពេលយើង zoom មកវាបែក color បាទជាងបញ្ហាមួយទៅគឺបញ្ហាខ្សែអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញវិធីសាស្ត្រក្នុងការផ្លាស់ប្ដូរ transmission line របស់កាមេរ៉ា DJI Mini 5 Pro ជូនបងប្អូនទស្សនាដល់គ្នាបាទតាំងពីដើមមកចប់យើងត្រូវធ្វើមិនខ្លះហ្នឹងហើយតោះតាមដានដល់គ្នាបាទអ្វីដែលយើងត្រូវការទូរទស្សន៍ផ្កាយបាទ T5 និង T3 បាទ T3 ហើយមួយទៀតយើងប្រើតាគៀបសម្រាប់គាស់snap អីហ្នឹងហើយយើងសម្រាប់គាស់មកច្បកវាបាទហើយយើងកតោមួយសម្រាប់ដាក់ផងហ្នឹងហើយបាទហ្នឹងត្រូវការដោះថ្មជាងសិនបាទនេះវាមាន sticker វានៅខាងក្រោយបងប្អូនបកsticker 2នេះចេញហ្នឹងហើយភាសានេះវាមានខ្សែប្រកប2គ្រាប់បក sticker សិនមកsticker វាស្រួលបកនេះអត់ពិបាកទេបាទបន្តមកទៀតយើងប្រើទូរទស្សន៍ T5 ដើម្បីដោះខ្ចៅពីរគ្រាប់នៅខាងក្រោយនេះបាទហើយយើងបក sticker ចេញហើយនេះប្រភេទខ្ចៅវែងបាទហើយយើងដោះខាងមុខពីរទៀតខ្ចៅខ្លីអាហ្នឹង T5 ដែរខ្ចៅពីរគ្រាប់ហើយបន្ទាប់មកអាហ្នឹងក៏យើងត្រូវដោះនេះដែរបាទបងប្អូនចង់ដោះកម្របនេះក៏បានមិនដោះបានគាត់ថាយើងពេលយើងដាក់ចូលវាកន្លែងជ័រទូលនឹងជ័រទុកញ័រហ្នឹងវាពិបាកដាក់បន្តិចហ្នឹងហើយតើយើងកោះពីរនេះក៏ពីរហ្នឹងដើម្បីប្រហាប់យកជ័រabsorber ហ្នឹងចេញហ្នឹងជ័រទុនយើងដោះហ្នឹងពីរទៀតបាទអូខេបាទតោះមកយើងប្រហាប់នេះមកនេះឃើញប្រហាប់ដើម្បីយកgimbal នឹងចេញតែកុំអានេះយើងដោះកម្របខាងលើសិនណាហ្នឹងហើយបាទយើងគាស់ប្រហាប់លើខាងក្រោយនេះដើម្បីកុំឲ្យការងារហ្នឹងកាន់វាស្មុគស្មាញញ៉ៃទើសតែអញ្ចឹងបងប្អូនអាចដោះស្លាបចេញសិនហ្នឹងហើយស្លាបវាស្រួលដោះអត់ប្រើខ្ចៅទេអានេះម៉ូដូចពួកស៊េរី Air2 SS ដោះចេញមកបាទយើងធ្វើការគាស់សបកកដាលតោសបកលើគាស់ទាំងសងខាងមកចេញបាទទីដៃខាងក្រោយចេញហើយប្រហាប់វាតិចៗហ្នឹងហើយបងប្អូនរួចតុបនេះកុំឲ្យវាធម្មតាតែដោះកម្របទៅយើងពាក់ជាមួយ sensor ខាងក្រោយនេះបាទយើងទីប្រហាប់មករួចហើយមួយទៀតបងប្អូន complete product ឡើយនេះវាមាន block GPS ណាវាមានប្រទេស GPS មួយហើយបន្ទាប់មកមានខ្សែសេវាពេលបងប្អូនបើកកុំទីខ្លាំងពេកព្រោះថាបញ្ចាត់ដាច់ខ្សែសេវានៅគេនេះមអ터សាយ . អូខេបាទយើងធ្វើការគាស់សបកកដាល បាទ បន្ទាប់មកទៀតយើងប្រើទូរទស្សន៍ T5 ដើម្បីដោះខ្ចៅពីរគ្រាប់នៅខាងក្រោយនេះបាទយើងគាស់ប្រហាប់លើខាងក្រោយនេះហើយយើង
thì đó chân hái bà nịch xa cho bà với xa cho bà chi vậy cái chọn này một con ảnh cái ca vậy đấy xa ta trộn nó trộn đỏ chua chua mà xa hái bà chẳng bị min sna min ấy chẳng á bà chẳng ôn tạm bây nghi số bo sticker này tránh một con iPra cầm đại hai mà rồi một phay ông xa đưa mà rồi ông xa mất rồi cái ca này ba dùng bo sticker nó làm á như mà vào việc màu về nhảy nhảy bỏ đi láng bỏ sticker này làm tiếng em tao mau con ở đây đó trái ứ vào xó ở đây thì file đã trái clay thế này hay dân do to này chính dân chỉ có connector và chỉ có tích hay mơ con bữa kiên nó vừa giặt vừa miền chọp còn đang ở môi đây tăng ấy các bạn nữa ok chờ nhé bọt cho vĩnh hay là nếu miền chọp cài đà bằng ôn thời bị giặt đà nè chân thật lòng do cài trên sân Đây tính ok này bảo ông chấm cài lên tính thế ba to một tiết dựng đó kiên á bà cho tụm nắng bị pro bên khang chơi đam chứ à cái này L O và đám này chơi như cái tôi đấy bà nhìn cái hàng làm á bà đọt chân bà xa nó dương ai tập lọt cái súng bà bên đó tránh dương thử qua do cho tôi lên trên sân bà này bạt cái đó này nhưng bà hai bạc trai bị cọp ngay dương qua do cho anh trên rồi đó bà tao mới dân thể đo chưa mới bà chưa nó dân ai đo tranh bán này nè bà dân coi thì chứ
này chọc sai cái nhé cho mà con nó bị giặt đi này nếu dân đó cho tôn trên đá nè và mà hàng lớn họ bị chọp nhảy nhảy này muối ok 20 tiết đó chính mắt hay dương bị giặt xa ok bàn hết này cái bàn camera mà đóng bàn em bật chai thế còn đây về giờ mẹp gì đã cho chẳng á này ok là dương chọc đam đo phòng bài gimbal bỏ camera DJI Mini 5 Pro 3ពេលនេះយើងត្រូវប្រើទូរទស្សន៍ប្រភេទនេះទូរទស្សន៍ជ្រុងហ្នឹងហើយនឹង T3 យើងដោះប្រផ្នែកកាមេរ៉ាចុចមកនេះខ្សែ2ហ្នឹងខុសគេហ្នឹងគោះផ្នែកកាមេរ៉ាចេញនេះក៏មកតិចមកអានោះវាមានខ្សែខាងក្នុងមួយបាទចុះបងឆ្កឹះខ្សែវាចេញអូខេបាទម្ដងមកហើយបន្តមកទៀតយើងដោះខ្ចៅ3គ្រាប់បាទខាងបាតកាមេរ៉ានេះខ្សែតូចបាទហើយយើងដោះកម្របនោះបាតខាងក្រោមនេះរុញខ្សែទៅក្រោយបាទដោះបាតមកជាងតបមកទៀតបាទយើងគាស់គម្របខាងក្រោយនេះដោយសារតែ drone នេះវាធ្លាក់បាត់គម្របចំហៀងនេះបាទឥឡូវយើងដោះគម្របនេះចេញបាទដៃគាស់មកឡើយណាត្រូវប្រើដៃប្រើឧបករណ៍បាទតាមនោះទៅហ្នឹងហើយបាទបន្តមកទៀតយើងរុញខ្សែនេះចូលមកក្រោយវិញខ្សែ gimbal ខ្សែកាមេរ៉ាតែមុនរុញបងប្អូនត្រូវគាស់ខ្សែ connect ជាមួយ motor យក motor ណាបាទយើងគាស់វាសិនមកthế mỗi mình tiếp diện qua xa cái lại motor cả đảo lại nói riêng con tránh những đạo mà sân cầm đại đi đó cầm đạo ở vì cái đây là đi cao nhá sùa qua
បាទហើយយើងដោះខ្សែនេះចេញបតង់តើមកយើងកោះអាកម្របចំហៀងនេះប្រើកញ្ចក់មកបាទហ្នឹងហើយបានមួយទៀតហើយបាទនេះយើងត្រូវដោះឲ្យវាមានគ្នាបឡើយហ្នឹងបាទគៀបខ្សែបត់ចុះបត់ឡើងតិចមកហ្នឹងវាន់ទៅវាន់មកបាទហើយនៅកម្របនេះមួយទៀតបាទពួកអា Mini 5 Pro ហ្នឹងវាការរត់ខ្សែហើយនឹងកម្របចុះបើ gimbal ហ្នឹងវាញ៉ៃស្មុគស្មាញជាងពួក Mini 3 Pro 4 Pro អីបាទវាញ៉ៃច្រើនអូខេគេចេញមួយទៀតហើយការរត់ខ្សែចេញមកក្រៅវិញអានេះយើងដោះបានទេអានេះបាទកន្លែងវាមានបដាងគៀកតិចមកហ្នឹងអូខេចេញមកហើយហើយកន្លែងនេះទៀតយើងឆ្កឹះវាមកបាទឆ្កឹះពីក្រោយដើម្បីបើកកម្របនេះបាច់បាទវាបត់បែនច្រើនខ្សែរបស់ Mini 5 Pro អញ្ចឹងដល់ពេលធ្លាក់ខូចខាតអីវាងាយដាច់ខ្សែបាទទាញចេញហ្នឹងនេះដោយសារតែវាជាប់កែវបាទហ្នឹងហើយឆ្កឹះឲ្យយើងទាញចេញបាទនៅក្នុងវីដេអូដែរខ្ញុំកុំឲ្យខាតពេលបងប្អូនបាទទស្សនាខ្ញុំធ្វើការដោះបំបែកទាំងអស់បាទដោះបំបែក motor ហ្នឹងយ៉ាងមិនខ្លះអានេះយើងដោះប្រភេទ motor យក motor វាប្រើខ្ចៅ4គ្រាប់ដូចអាស្រីចាស់ប្រើតែខ្ចៅ3ឯនេះ4ចេញមកមួយទៀតអានេះយើងដោះកម្របខាងនេះចេញប៉ុន្តែយើងត្រូវប្រើខ្ចៅមួយដែរហើយក៏មាន connector ឡើយនេះមួយដែរអញ្ចឹងមុននឹងដោះអានេះចេញបានយើងត្រូវកោះកម្របបាទកោះកម្របgimbal សិនអូខេតមកយើងកោះ connector បាទហើយយើងដោះខ្ចៅ3គ្រាប់ជំនាញដោះ3គ្រាប់បងអាចរកដាក់ខ្ចៅទូទៅអញ្ចឹងប្រឡោះហ្នឹងហើយកុំឲ្យវាច្រឡំគ្នាដោយសារដាក់ខ្ចៅរបស់ខ្ញុំវាពេញអស់ទៅហ្នឹងហើយបាទចំពោះ motor នេះអានេះយើងដោះអត់ចេញទេដោយសារវាប្រើកាវបិទជាប់នៅជាប់ដៃនោះវាហ្នឹងហើយពេលយើងធ្វើដូរម្ដុំអញ្ចឹងហ្មងដើម្បីបងប្អូនជំនាញអាចកោះដូរតាម motor ចេញក៏បានដែរហ្នឹងហើយយើងដោះមកផ្នែកmotor កណ្ដាលបាទ roll motor ខ្ញុំប្រើ4គ្រាប់ដែរ
បាទយើងដោះចេញមកបាទកន្លែងនេះយើងវាជាប់កាវបងប្អូនអាចវាផ្លុំកម្ដៅណាកោះកាទៅហើយយើងយកដៃនេះចេញបានអូខេបាទងាយអានេះយើងដោះអត់កាទេដោយសារនេះវាជាប់កាវបាទពួកroll motor បាទជើងចាប់មកយក motor ហ្នឹងវាដោះអត់កាទេតជាប់កាវសំបីតែ motor នេះក៏យើងចង់ដោះមកជួលក៏អត់កាដោយសារតែវាបាញ់ laser បាទ micro welding ហ្នឹងបាទវាចុចប៉ុស្សាវាជាប់នៅហ្នឹងជាយើងដោះអត់កាទេហ្នឹងបាទយើងដោះមេដូ motor មកដុំហ្មងអូខេអញ្ចឹងនៅវីដេអូបន្ទាប់ខ្ញុំនឹងធ្វើការតម្លើងហើយនឹងដូរខ្សែថ្មីខ្សែកាមេរ៉ាជូនបងប្អូនទស្សនាដល់គ្នាបាទសូមអរគុណ